សួស្តីបងប្អូននេះជាទេសភាពសម័យអង្គរនៅឆ្នាំ1050នៅក្នុងឆ្នាំ1050ចក្រភពខ្មែរក្រោមរាជការព្រះបាទឧទ័យអាឌិតិចវរ្ម័នទី2បានបន្តពង្រីកនិងថែរក្សាប្រព័ន្ធធារាសាស្ត្រដ៏ធំសម្បើមដែលត្រូវបានបង្កើតឡើងតាំងពីរជ្ជកាលមុនជាពិសេសការសាងសង់បារាយណ៍ខាងលិចដែលត្រូវបានគេជឿថាបានបញ្ចប់ក្នុងសម័យកាលនេះឬបន្តបន្ទាប់ប្រព័ន្ធនេះគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងរបស់រាជធានីអង្គរដែលទ្រទ្រង់ប្រជាជនរាប់សែននាក់វិស្វករនិងអ្នកគ្រប់គ្រងសម័យអង្គរឆ្នាំ1050បានប្រើប្រាស់យុទ្ធសាស្ត្រនិងបច្ចេកទេសនៅក្នុងការរៀបចំប្រព័ន្ធទឹកបារាយណ៍ស្ទឹងនិងប្រឡាយដើម្បីធានាថាការដាំដុះស្រូវវារីវប្បកម្មអាចប្រព្រឹត្តទៅបានពេញមួយឆ្នាំនិងធានានូវសន្តិសុខស្បៀងមហារបស់ចក្រភពខ្មែរសម័យនោះ